ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះវិញខ្ញុំឆាពេញប៉ោះលាយជាមួយនឹងម្នាស់ហើយនឹងដើមខាត់ណាបងប្អូនចាសម្រាប់មុខម្ហូបមួយនេះវិញគឺលាយឆាលាយគ្នាប្លែកបន្តិចហើយបងប្អូនធ្លាប់ឆាហូបបាត់បងប្អូនចានៅពេលដែលខ្ញុំឆាលាយគ្នាអញ្ចឹងឆ្ងាញ់ណាបងប្អូនចានៅពេលដែលយើងដាក់ម្នាស់ទៅវាមានជាតិជូរផ្អែមដល់ពេលអញ្ចឹងវាមានរសជាតិប្លែកម្យ៉ាងដែលតើបងប្អូនអាចសាកឆាញ៉ាំបានណាបងប្អូនចាសម្រាប់វិធីធ្វើមុនដំបូងយើងបំពងខ្ទឹមនឹងឲ្យឡើងក្រហមបន្តិចសិនណាបងប្អូនដើម្បីដាក់សាច់បន្ទាប់មកយើងដាក់សាច់ជ្រូកចូលចាសាច់ជ្រូកហើយយើងដាក់អំបិលប្រហែលជាបន្តិចផងបងប្អូនដើម្បីកាត់ឆ្អាបបន្ទាប់ពីដាក់អំបិលហើយយើងកូរត្រឡប់វាចំនួន2-3ត្រឡប់ហើយយើងធ្វើបែបហ្នឹងរហូតដល់សាច់ជ្រូកនឹងឆ្អិនហើយវារៀងទឹកបន្តិចសិនចាំយើងដាក់គ្រឿងដែលនៅសាចូលដូចជាទឹកត្រី1ស្លាបព្រាបាយចឹងទៅប៊ីចេងហ្នឹង2ស្លាបព្រាកាហ្វេហើយម្សៅស៊ុបខ្នុរហ្នឹង2ស្លាបព្រាកាហ្វេហើយបន្ទាប់មកខ្ញុំកូរវាបន្តិចសិនបងប្អូនដើម្បីឲ្យវាគ្រឿងនឹងចូលជាមួយសាច់ចាបន្ទាប់ពីកូរហើយគឺចាប់ផ្ដើមដាក់ស្ករក្រហម1ស្លាបព្រាបាយកូរឲ្យវាឡើងក្រហមឈ្ងុយជាមួយនឹងសាច់ធ្វើបែបនេះតមកបានយើងដាក់ប្រេងខ្យងតាមក្រោយដើម្បីឲ្យស្ករក្រហមនឹងវារលាយអស់សិនបន្ទាប់ពីប្រេងខ្យងចាក់ហើយគឺខ្ញុំដាក់កូរត្រឡប់វា2-3ត្រឡប់ចឹងហើយគឺយើងចាក់បន្លែយកតែម្ដងមុនដំបូងគឺខ្ញុំចាក់ពេញប៉ោះនឹងដើមខាត់ណាសិនដើម្បីឲ្យវាឆ្អិនបន្តិចសិនព្រោះអីពេញប៉ោះនឹងដើមខាត់ណាវារាងរឹងបន្ទាប់មកក៏ខ្ញុំចាក់ម្នាស់ចូលចាចំពោះម្នាស់យើងចាក់ហើយយើងកូរត្រឡប់វា2-3ត្រឡប់ហើយប្រហែលជា1នាទីទៅបងប្អូនឲ្យវាឆ្អិនម្នាស់បានយើងដាក់ស្លឹកខាត់ណាចូលក្រោយគេចាចំពោះស្លឹកខាត់ណាគឺយើងមិនបាច់យកឆ្អិនអីពេកទេបងប្អូនចាត្រឡប់វារាងខៀវចឹងហើយញ៉ាំឆ្ងាញ់ចាឥឡូវឆ្អិនហើយបងប្អូនចាប្រហូបនេះទំនងអត់បងប្អូនចាអត់ដែលធ្វើញ៉ាំទេបងប្អូនលើកទី1តែពេលញ៉ាំទៅគឺឆ្ងាញ់ប្លែកមាត់ដែរតើបងប្អូនវាមានម្នាស់រាងជូរក្លិនម្នាស់ក្លិនអីចឹងណាបងប្អូនវាមានរសជាតិរាងជូរប្រៃដូចចង់ឆាជូរអែមដែរចឹងណាបងប្អូនចាចំពោះមុខម្ហូបមួយនេះបងប្អូនអាចសាកធ្វើញ៉ាំជុំគ្រួសារបានណាបងប្អូនចាទំនងហើយបងប្អូនចាឆ្ងាញ់ហើយចំពោះខ្ញុំសាកហើយបងប្អូនឆ្ងាញ់ណាស់បងប្អូនអាចសាកធ្វើញ៉ាំបានចាចំពោះមុខម្ហូបខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនជម្រាបលា